អតីតអគារសាលាខេត្តបាត់ដំបងដែលមានអាយុកាល113ឆ្នាំអតីតអគារសាលាខេត្តបាត់ដំបងបានកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថនឈុំពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃពីឆ្នាំ1795ដល់1907ក្នុងឆ្នាំ1905ស្ដេចក្រាញ់កថាថនឈុំបានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួនប៉ុន្តែក្នុងឆ្នាំ1907ពេលដែលបារាំងទាមទារបានខេត្តទាំង3រួមមានខេត្តបាត់ដំបងសេរីសាភ័ណ្ឌនិងអង្គរពីថៃមកឲ្យកម្ពុជាវិញស្ដេចក្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់រួមទាំងអគារនេះផងដែលលោកមិនទាន់បានរស់នៅឡើយឲ្យមកអាជ្ញាធរបារាំងអគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការនិងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំងនិងក្រោមមកជាសាលាខេត្តបាត់ដំបងរហូតមកដល់ឆ្នាំ2005បច្ចុប្បន្នអាជ្ញាធរខេត្តបានរៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសាមន្ទីរបេតិកភណ្ឌរបស់ខេត្តដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តដោយមានការដាក់តាំងរូបភាពទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូតដល់ឆ្នាំ1907និងក្នុងសម័យអាណានិគមនិយមបារាំងបច្ចុប្បន្ននេះអតីតសាលាខេត្តបាត់ដំបងត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលីក្លាយជាអគារបេតិកភណ្ឌដែលជាសាមន្ទីរប្រវត្តិសាស្ត្របាត់ដំបងដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះឧបករណ៍ភ្លេងបុរាណប្រវត្តិរបស់អភិបាលខេត្តបាត់ដំបងនិងរូបគំនូរសិល្បករល្បីៗដែលមានកំណើតនៅខេត្តបាត់ដំបងភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនាបានដោយក្នុងនោះតម្លៃចូលទស្សនាសម្រាប់ជនជាតិខ្មែរតែ1000រៀលរីឯតម្លៃចូលទស្សនាសម្រាប់ជនបរទេសគឺ12.0រៀល